ព្រះអាទិត្យបានបង្ហាញអំពីការប្រមាននៃបណ្ដាសាមកលើប្រទេសថៃហើយនៅក្នុងខែមករាឆ្នាំ2026ប្រទេសថៃបានជួបប្រទះនឹងផលប៉ះពាល់នៃព្យុះព្រះអាទិត្យដ៏ធំមួយដែលត្រូវបានគេចាត់ថ្នាក់ថាជាព្យុះភូមិសាស្ត្រម៉ាញេទិកកម្រិត G4 ដែលជាកម្រិតធ្ងន់ធ្ងរបំផុតមួយព្រឹត្តិការណ៍នេះត្រូវបានបង្កឡើងដោយអណ្ដាតភ្លើងនៃព្រះអាទិត្យចំណាត់ថ្នាក់ H1.9 ដែលវាផ្ទុះឡើងនៅថ្ងៃទី18ខែមករាឆ្នាំ2026ហើយត្រូវបានកត់សម្គាល់ថាជាព្យុះនៃវិទ្យុសកម្មព្រះអាទិត្យដ៏ធំបំផុតមួយក្នុងរយៈពេលជាង20ឆ្នាំនេះវាបានបង្ហាញពីសញ្ញានៃការព្រមានអំពីព្រះអាទិត្យមកលើប្រទេសថៃដែលរលកកម្ដៅនៃព្យុះនេះគឺបានកើនឡើងហើយដែលផ្សារភ្ជាប់អ្វីដែលបានទូទាយទុកថានៅឆ្នាំ2026នេះប្រទេសថៃនឹងមានរដូវប្រាំងយ៉ាងវែងហើយបង្កគ្រោះរាំងស្ងួតនាំឲ្យមានកង្វះខាតទឹកយ៉ាងធ្ងន់ធ្ងរផងដែរជាច្រើនលើកជាច្រើនសារនៅក្នុងឆ្នាំ2025កន្លងមកនេះប្រទេសថៃបានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិដូចជាព្យុះទឹកជំនន់ដែលបានកើនឡើងញឹកញាប់ហើយមានកម្រិតធ្ងន់ធ្ងរដែលជាកម្រិតហានិភ័យជាពិសេសនៅចុងឆ្នាំ2025ព្យុះដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនាំឲ្យមានទឹកជំនន់នៅភាគខាងត្បូងនៃប្រទេសថៃរួមទាំងពេលជាមួយគ្នានោះនៅភាគកណ្ដាលក៏ដូចជាទន្លេចៅប្រយ៉ាក៏មានការជន់លិចយ៉ាងធ្ងន់ធ្ងរផងដែរកម្រិតប្រកាសអាសន្នដែលបានកើនឡើងហើយត្រូវបានគេនិយាយថាវាប៉ះពាល់យ៉ាងធំធេងដល់ថ្នាក់300ឆ្នាំទៅមានម្ដងបើកឆាកដំបូងសម្រាប់ឆ្នាំ2026ព្យុះថ្មីបានកើតឡើងនៅលើប្រទេសថៃហើយដែលជាព្យុះដ៏ចម្លែកមួយគឺព្យុះព្រះអាទិត្យដែលមានឥទ្ធិពលបានវាយប្រហារមកលើប្រទេសថៃនិងជាការគំរាមកំហែងមួយសម្រាប់អ្វីដែលនឹងកើតឡើងចំពោះគ្រោះមហន្តរាយនៃធម្មជាតិវាបានធ្វើឲ្យប៉ះពាល់និងរំខានផ្នែកបច្ចេកទេសខណៈពេលដែលព្យុះនេះមិនបានបង្កហានិភ័យដល់សុខភាពដោយផ្ទាល់ក៏ដោយសម្រាប់សាធារណជននៃប្រទេសថៃប៉ុន្តែវាបានបង្កបញ្ហាបច្ចេកទេសជាច្រើនដែលត្រូវបានតាមដានដោយទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាភូមិសាស្ត្រនិងអវកាសវាត្រូវបានធ្វើឲ្យមានភាពមិនត្រឹមត្រូវឬក៏ភាពខុសប្រក្រតីនៃប្រព័ន្ធ GPS វាធ្វើឲ្យសញ្ញាកំណត់ទីតាំងបានជួបប្រទះទៅនឹងការរសាត់បាត់ក៏ដូចជាបណ្ដោះអាសន្នដែលប៉ះពាល់ដល់ការរុករកជាក់លាក់សម្រាប់ការស្ទង់មើលនៅលើប្រព័ន្ធអាកាសនិងប្រតិបត្តិការតាមយន្តហោះដែលគ្មានមនុស្សបើកដោយស្វ័យប្រវត្តិជាមួយនឹងសេវាកម្មកំណត់ទីតាំង Smartphone ក៏ត្រូវប៉ះពាល់ខ្លាំងផងដែរមិនត្រឹមតែប៉ុណ្ណោះវាបានធ្វើឲ្យមានភាពបរាជ័យផ្នែកអាកាសចរនិងវិទ្យុទៀតផងការទំនាក់ទំនងវិទ្យុព្រៃកង់ខ្ពស់ដែលគេហៅថា HF ដែលប្រើប្រាស់ដោយប្រព័ន្ធអាកាសចរពាណិជ្ជកម្មនិងយោធាបានរងការដាច់ចរន្តអគ្គិសនីម្ដងម្កាលនៅក្នុងអំឡុងពេលនោះកាយរណបនៃគន្លងផែនដីទាប LEO រួមទាំងកាយរណបសម្រាប់ការសង្កេតការអាកាសធាតុនិងការសង្កេតផែនដីនោះបានជួបប្រទះទៅនឹងការអូសទាញបរិយាកាសបានកើនឡើងហើយដែលទាមទារឲ្យមានការកែតម្រូវគម្លងថ្មីដើម្បីការពារការបាត់បង់កម្ពស់សម្រាប់គុណភាពរបស់វាលើពីនេះទៅទៀតគេបានមើលឃើញភាពតានតឹងក៏ដូចជាការរំខានដល់ហេដ្ឋារចនាសម្ព័ន្ធទោះបីជាមិនមានការដាច់ចរន្តអគ្គិសនីទូលំទូលាយនៅក្នុងប្រទេសថៃក៏ដោយប៉ុន្តែអាជ្ញាធរបានតាមដានបណ្ដាញអគ្គិសនីសម្រាប់ភាពមិនប្រក្រតីដែលជាធម្មតាបានកើតមានបន្ទាប់អំពីសកម្មភាពព្រះអាទិត្យខ្លាំងបែបនេះទោះបីជាមិនមានការប៉ះពាល់ទូលំទូលាយប៉ុន្តែតំបន់មួយចំនួនបានរងការដាច់ចរន្តអគ្គិសនីដោយការវាយប្រហារនៃរលកកម្ដៅនៃព្យុះព្រះអាទិត្យនេះគេបានវាយតម្លៃអំពីការខូចខាតប្រទេសថៃបានគេចផុតអំពីការខូចខាតនៃរចនាសម្ព័ន្ធធ្ងន់ធ្ងរក្នុងអំឡុងពេលនោះដែលឃើញមាននៅក្នុងប្រទេសនៃរយៈទទឹងខ្ពស់ដូចជាសហរដ្ឋអាមេរិកនិងចិនជាដើមទោះបីជាយ៉ាងណាក៏ដោយផលប៉ះពាល់សម្រាប់សេដ្ឋកិច្ចត្រូវបានកត់សម្គាល់នៅក្នុងវិស័យដែលពឹងផ្អែកទៅលើវិស័យបច្ចេកវិទ្យាកសិកម្មដែលមានភាពជាក់លាក់ចំពោះកសិដ្ឋានដែលប្រើប្រាស់គ្រឿងចាក់ស្វ័យប្រវត្តិត្រូវបានប្រឈមមុខទៅនឹងការរំខានដោយសារតែការបាត់បង់សញ្ញាដែលនាំឲ្យមានការពន្យាពេលជាប្រតិបត្តិការនិងការខាតបង់សេដ្ឋកិច្ចផងដែរប្រតិបត្តិការនៅក្នុងសមុទ្រអ្នកធ្វើដំណើរតាមសមុទ្រនៅឈូងសមុទ្រថៃនិងសមុទ្រអាដាម៉ាន់ត្រូវបានណែនាំឲ្យប្រើវិធីសាស្ត្ររុករកបំរុងទុកដោយសារតែកត្តាសក្តានុពលសម្រាប់ទិន្នន័យ GPS គឺមានភាពបំភាន់គឺមានភាពមិនច្បាស់លាស់នេះគឺជាឥទ្ធិពលនៃព្យុះព្រះអាទិត្យដែលបានវាយប្រហារមកលើប្រទេសថៃហើយជាព្យុះដ៏ចម្លែកមួយដែលបានចាប់ផ្ដើមកើតឡើងនៅក្នុងឆ្នាំ2026នេះនៅក្នុងប្រទេសថៃគឺជាកន្លែងដែលគោរពជំនឿសាសនាតាមបែបព្រហ្មញ្ញនិងព្រះពុទ្ធសាសនាអ្វីដែលកើតឡើងនៅពេលនេះគឺគេបានផ្សារភ្ជាប់ទៅនឹងបញ្ហានៃ Celestial
ដែលបានកើតមានឡើងក្នុងអត្ថន័យវិញ្ញាណយ៉ាងជ្រាលជ្រៅនៅក្នុងប្រតិទិននៃប្រទេសថៃសម្រាប់ឆ្នាំ2026វាគឺជាឆ្នាំនៃពុទ្ធសករាជ2569ព្រឹត្តិការណ៍ព្រះអាទិត្យសំខាន់ៗនៅក្នុងអំឡុងពេលបែបនេះច្រើនតែត្រូវបានបកស្រាយតាមរយៈពន្លឺនៃការមើលឃើញរបស់ព្រះអាទិត្យមកលើផែនដីចំពោះភាពមិនប្រក្រតីភាពមិនគោរពទៅលើធម្មជាតិនិងភាពកក្លឿនរបស់ប្រទេសមួយការបំផ្លាញរូបសំណាកព្រះវិស្ណុជាការប្រមាថដ៏ធំធេងទៅដល់រឿងព្រហ្មញ្ញសាសនាហើយដែលជាការព្រមានអំពីព្រះអាទិត្យមកវិញគឺវាបានផ្សារភ្ជាប់គ្នាតាមបែបជំនឿរួចទៅហើយការបកស្រាយតាមបែបរាហូតាមរយៈប្រវត្តិសាស្ត្រការរំខានដោយព្រះអាទិត្យជួនកាលត្រូវបានផ្សារភ្ជាប់ជាមួយនឹងរាហូដែលត្រូវបានគេជឿថាជានិមិត្តរូបនៃការលេបត្របាក់ព្រះអាទិត្យចំពោះទស្សនៈខាងវិញ្ញាណមួយចំនួននៅក្នុងតំបន់ដែលមើលឃើញអំពីភាពញឹកញាប់នៃការកើនឡើងនៃអណ្ដាតភ្លើងរបស់ព្រះអាទិត្យនេះគឺជាការឆ្លុះបញ្ចាំងអំពីកម្លាំងម៉ាញេទិកនិងកម្ដៅដែលបានផ្លាស់ប្ដូររបស់ភពផែនដីហើយដែលវាស្របគ្នាទៅនឹងរយៈពេលនៃសកម្មភាពកាន់តែខ្លាំងឡើងសម្រាប់ទាំងផែនដីនិងស្មារតីរបស់មនុស្សវាគឺជាសញ្ញាមួយដែលព្រះអាទិត្យកំពុងតែព្រមានមកលើប្រទេសថៃខណៈពេលដែលប្រទេសថៃបានជួបប្រទះរួចទៅហើយនៅបញ្ហាគ្រោះថ្នាក់ធម្មជាតិជាបន្តបន្ទាប់ហើយក៏ត្រូវបានគេផ្សារភ្ជាប់ទៅនឹងជំនឿដែលជាការព្រមានអំពីមេឃនិងដីក៏ដូចជាខ្យល់ទឹកផងដែរទឹកជំនន់បានកើនឡើងនិងវាយប្រហារជាបន្តបន្ទាប់តាំងអំពីឆ្នាំ2025និងជាពិសេសនោះគឺនៅចុងឆ្នាំ2025ចំណែកឯនៅដើមឆ្នាំ2026នេះក៏នៅតែបន្តមានទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងផងដែរដោយសារតែការកើនឡើងនៃកម្រិតទឹកសមុទ្រការកើនឡើងនៃកម្រិតទឹកសមុទ្រនេះបានធ្វើឲ្យចំនួនទឹកសមុទ្រចូលទៅក្នុងដែនគោកនៃប្រទេសថៃភាគខាងត្បូងតែបានដើរស្របជាមួយនឹងការទូទាយក៏ដូចជាការព្យាករណ៍ដែលថាប្រទេសថៃក៏ដូចជាទីក្រុងបាងកកនឹងត្រូវបានលិចលង់ទៅក្នុងទឹកសមុទ្រត្រឹមតែឆ្នាំ2030រហូតដល់ឆ្នាំ2100គឺនឹងត្រូវលិចបាត់តែម្ដងចំពោះការបង្ហាញសញ្ញានៃការគំរាមកំហែងអំពីព្យុះព្រះអាទិត្យនេះវិញក៏ជាការព្រមានធំមួយសម្រាប់ប្រទេសថៃសម្រាប់ការជាប់គាំងនៃវិបត្តិដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិហើយវាបន្តជាសញ្ញានៃរលកកម្ដៅដែលអាចកើតមានឡើងនៅក្នុងឆ្នាំ2026នេះដូចជាអ្វីដែលត្រូវបានគេព្យាករណ៍ថានៅឆ្នាំ2026នេះប្រទេសថៃនឹងជួបបញ្ហានៃគ្រោះមហន្តរាយធម្មជាតិដោយសារតែគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរបង្កឲ្យមានការខ្វះខាតទឹកជាច្រើនហើយក្នុងអំឡុងពេលរដូវប្រាំងដែលមានរយៈពេលវែងជាងរដូវវស្សាតែបន្ទាប់អំពីរដូវប្រាំងនៅពេលដែលមានភ្លៀងចាប់ផ្ដើមធ្លាក់នោះប្រទេសថៃនឹងជួបប្រទះនឹងគ្រោះមហន្តរាយធ្ងន់ធ្ងរចំពោះទឹកជំនន់សារជាថ្មីជាពិសេសព្យុះនៅតែបន្តបោកបក់មកលើប្រទេសថៃនៅក្នុងអំឡុងពេលរដូវវស្សាបន្តទៅទៀតតាមបែបជំនឿមានមនុស្សជាច្រើនបាននិយាយថាប្រទេសថៃបានជួបការវាយប្រហារនិងការគំរាមកំហែងអំពីធម្មជាតិដែលមានដីទឹកភ្លើងខ្យល់បានវាយប្រហារជាបន្តបន្ទាប់ហើយកំពុងតែបន្តកាន់តែគ្រោះថ្នាក់ទៅពីមួយឆ្នាំទៅមួយឆ្នាំ